ba chuẩn bị xuông bọn nó này ngàyนี้nhom màu bị thừa cà vĩnh có bà liệt bà bị càng nghĩa có thừa chui thừa một hộp củ sa đôi xa tay ngàyนี้bà củ sa có đọt xuống luôn bà quạt nhà cà rạ vườn mục chẳng hãy có bà bồng bềnh cái tháp cạnh này chụp nó quạt còi bị bồng bềnh càng nghĩa này cái lại thừa cà rồi bà trước đi bao bọn man đăng hơi chỉ mùi nâng càng nghĩa từng mình thời dương và càng ta càng nghĩa pro được càng nghĩa say thế ôi tại dương đã chất thời dương bà thưa ban cứ như thưa ban group của tập cái group càng nghĩa từng rồi tha vậy để sắp khăn nó xuôi dương kết thai dương hot đại được hot chẳng hết nè bà để chồng sầm hẹp nhóm ri nhóm bài chấtក្នុងការធ្វើថ្ងៃនេះផងដែរគឺយើងមានស្ងោតឡាជាមួយសាច់ជ្រូកពុកម៉ែបងប្អូនអរគ្នាពីពុកម៉ែបងប្អូនបានឃើញហើយបាទឥឡូវយើងមកវិញយើងសាច់ជ្រូកយើងបានត្រាំតាំងពីព្រឹកឥឡូវយើងត្រាំសាច់ជ្រូករួចហើយយើងលាងសាច់ជ្រូករួចហើយក៏យើងបាទមកខាងក្នុងផ្ទះវិញប៉ុន្តែអត់បានថតបាទការធ្វើតឡាជូនពុកម៉ែបងប្អូនទេដោយសារតែខ្ញុំចិត្តឲ្យតាំងពីព្រឹកអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើឲ្យតាំងពីព្រឹកគឺខ្ញុំអត់បានបាទថតបង្ហាញពុកម៉ែបងប្អូនទេហើយម្ល៉េះវិញគឺយើងបានធ្វើការហាន់ហើយយើងនឹងធ្វើការចិញ្ច្រាំសាច់ជ្រូកនេះបាទដើម្បីយកទៅឆាពុកម៉ែបងប្អូនទាំងអស់គ្នានិយាយជារួមទៅពុកម៉ែបងប្អូនខ្លះគឺគាត់មានគេហៅថាការធ្វើស្ងោរសាច់ជ្រូកនេះគឺមានរបៀបរបបក្នុងការធ្វើគឺខុសៗគ្នាប៉ុន្តែចំណងចំណុចចិត្តរបស់ខ្ញុំគឺខ្ញុំត្រូវការឆាសាច់ជ្រូកជាមួយគ្រឿងសិនបាទហើយពុកម៉ែបងប្អូនខ្លះគឺគាត់បាទធ្វើផ្សេងពីខ្ញុំអញ្ចឹងទៅប៉ុន្តែមិនបាច់បដោតទៅលើអ្វីដែលខ្ញុំធ្វើនោះទេដោយសារតែថ្ងៃនេះគឺខ្ញុំធ្វើបែបបាទរបស់ខ្ញុំចង់បង្ហាញជូនពុកម៉ែបងប្អូនប៉ុន្តែកន្លែងធ្វើនេះមិនសូវជាស្អាតប្រហែលទេពុកម៉ែបងប្អូនអរគ្នាបាទលក្ខណៈគ្រួសារហើយខ្ញុំប្រើរ៉ូឌីបាទរ៉ូឌីខ្មែរយើងហ្នឹងហើយដាក់ជាមួយនឹងខ្ទឹមចិញ្ច្រាំបាទទឹកត្រីយើងដាក់2ស្លាបព្រាមកបាទហើយជាមួយនឹងរ៉ូឌីយើងដាក់បាទ2ស្លាបព្រាដូចគ្នាពិសាអីបងប្អូនអរខ្ញុំចូលចិត្តបាទរសជាតិរ៉ូឌីហើយស្ករសខ្ញុំធ្វើការដាក់2ស្លាបព្រាទូបងប្អូនអរគ្នានិយាយចំទៅគឺខ្ញុំអត់ចូលចិត្តប៊ីចេងទេសម្លដែលខ្ញុំធ្វើខ្ញុំអត់ប្រើប៊ីចេងទេពិសាអីខ្ញុំអត់ចូលចិត្តប៊ីចេងតាំងតែពីដើមមកបាទចឹងខ្ញុំជួយជូនពុកម៉ែបងប្អូនហើយទៅយើងតបសាច់ជ្រូកជាមួយនឹងគ្រឿងដែលយើងបានដាក់នោះឲ្យសពឲ្យដូចវាសពឲ្យវារបាយបញ្ចូលគ្នារួចយើងធ្វើការបាឆាសាច់យកតែបងប្អូនទាំងអស់គ្នាហ្នឹងហើយដូចបងប្អូនបានឃើញហើយបាទជាចំទៅមិនទាន់បានដល់កៅអៅចេញទេបាទកៅអៅការងារមកយ៉ាងម៉េចគឺនៅអញ្ចឹងបើន័យថាសំខាន់ធ្វើម្ហូបឲ្យប្រពន្ធឲ្យកូនទទួលទានសិនបាទខ្ញុំរៀបចំឡើងទៅងូតទឹកពុកម៉ែបងប្អូនទាំងអស់គ្នាហើយជាមួយនឹងមុខម្ហូបនេះផងដែរដែលខ្ញុំជូនពុកម៉ែបងប្អូនអញ្ចឹងបាទរបៀបរបបក្នុងការធ្វើគឺយើងបាទមានតាមខេត្តតាមក្រុងនិងចំណង់ចំណូលចិត្តនៃការធ្វើខុសៗគ្នាឯគ្រឿងពុកម៉ែបងប្អូនមកយើងដាក់តាមចំណង់ចំណូលចិត្តឥឡូវយើងធ្វើការឆាសាច់ឲ្យពុកម៉ែបងប្អូនអរគ្នាបាទយើងដាក់ឆ្នាំងឲ្យក្តៅដាក់ប្រេងឆាមកយើងឆាសាច់តែប្រេងឆាដល់តែបន្តិចពុកម៉ែបងប្អូនអរគ្នាប៉ុន្តែខ្ញុំទុកមកសន្ទុះបាទខ្លាញ់វាចេញមកពីសាច់ជ្រូកបាទដល់ពេលអញ្ចឹងទៅបាទយើងខ្លាញ់ច្រើនបន្តិចស្លនេះតែខ្ញុំធ្វើការដួសចេញខ្លះបាទខ្លាញ់ណាកុំអីដល់កហើយនឹងតែត្រាមអីទេឥឡូវយើងបានបាទលីងសាច់មើលទៅទំនងយើងឆ្អិនហើយពុកម៉ែបងប្អូនអរគ្នាបាទឆ្អិនហើយយើងក៏មិនទុកយូរដែរបាទហើយនេះគឺជាបាទតម្លៃដែលខ្ញុំបានចិត្តខ្ញុំយកចិត្តបាទហាន់នឹងធំបងប្អូនអរគ្នាបាទញ៉ាំពេញមាត់អញ្ចឹងណាបាទតោះមកយើងបាទប្រើទឹកខ្ញុំប្រើទឹកបាទមួយកែវហើយខ្ញុំធ្វើការកូរវាឲ្យវាពុះមួយសាទៀតហើយខ្ញុំបានដាក់ទឹកបាទបន្ថែមបាទតែម្ដងបងប្អូនអរគ្នាឥឡូវនេះបាទសឡរបស់យើងគឺបានពុះហើយបាទពុះហើយយើងធ្វើការពុះហើយយើងដួសពពុះដួសអីចេញឲ្យស្អាតអញ្ចឹងទៅបាទពពុះដែលសយើងធ្វើការដួសឲ្យស្អាតបាទមើលតែពពុះមើលតំណងតែឆ្អិនសាច់ហើយយើងធ្វើការបាទដាក់នៅបន្លែយើងចូលតែម្ដងបងប្អូនអរគ្នាបាទនេះខ្ញុំដាក់បាទបន្លែយើងចូលហើយបាទនិយាយចំទៅគឺរបៀបនៃការធ្វើរបស់ខ្ញុំគឺមិនពិបាកប្រហែលទេបងប្អូនអរគ្នាងាយស្រួលដោយសារអីថ្មីក្រោយឲ្យបានឆ្អិនប្រញាប់បានញ៉ាំដោយសារតែប្រពន្ធគាត់ហៅដែរម៉ោង2ហើយបាទ2រសៀលណាបាទខ្ញុំចេញពីធ្វើការមកគឺតបតាក់ម្ហូបនឹងម្នាក់ឯងអញ្ចឹងទៅគាត់អត់ស្រួលខ្លួនបាទអញ្ចឹងទៅក៏កាតព្វកិច្ចទាំងនេះគឺខ្ញុំអ្នករ៉ាប់រងទាំងអស់ទាំងការងារក្រៅក្នុងអីគឺខ្ញុំអ្នកធ្វើបាទទាំងអស់អញ្ចឹងទៅបាទដោយសារតែដូចខ្ញុំជំរាបថាការងារណាក៏ដោយគឺខ្ញុំអាចធ្វើបានដែរបាទឥឡូវនេះគឺបាទយើងដាក់បន្លែហើយយើងធ្វើការកូរវាឲ្យវាសព្វបាទ
ទឹកជាមួយនឹងបន្លែហើយយើងធ្វើការក្របវាមួយសន្ទុះអញ្ចឹងទៅពុកម៉ែបងប្អូនអរគ្នាបាទយើងក្របវាមួយសន្ទុះហើយបើឥឡូវមុននឹងធ្វើការមុំទំទ្រាំមកតើពុះបើយើងបង្ងាស់វាសិនខ្ញុំឆ្លៀតមកខាងក្រៅបាទមកលាងចានសិនពុកបងប្អូនអរគ្នាបាទដោយសារទូរស័ព្ទវាទូកប៉ាវាតឹងអញ្ចឹងទៅខ្ញុំក៏រៀងបាទមានក្បាលពោះអញ្ចឹងទៅអញ្ចឹងការអង្គុយរៀងពិបាកអញ្ចឹងឥឡូវខ្ញុំមកធ្វើការបើកទឹកបាទលាងចានតែម្ដងបើឆ្លៀតពេលបាទសឡកំពុងតែមិនទាន់ពុះយើងលាងចានដូចជា3 4ទេមិនច្រើនទេហើយខ្ទះចំនួន2បាទយើងលាងសម្អាតវាសិនពុកបងប្អូនអរគ្នាបាទនិយាយចំទៅគឺខ្ញុំមិនចូលចិត្តបាទធ្វើឲ្យខ្លួនខ្ញុំទំនេរដល់ពេលខ្ញុំធ្វើអីមួយគឺខ្ញុំបាទធ្វើមកហូបគឺខ្ញុំបាទធ្វើឲ្យអស់ខ្ញុំធ្វើការបាទលាងបាទធ្វើចង់និយាយថាយើងលាងយើងសម្អាតវាស្អាតបាទអ្វីដែលខ្ញុំបានធ្វើហ្នឹងបាទឥឡូវយើងលាងផ្ទះពីមួយទៅមួយបងប្អូនអរគ្នានិយាយទៅគឺខ្ញុំចូលចិត្តបាទនិយាយចំទៅការងារគឺខ្ញុំនិយាយតែការងារខាងក្រៅគឺខ្ញុំចូលចិត្តការងារខាងក្នុងក៏ខ្ញុំចូលចិត្តដែរដោយសារអីបាទនេះជាចំណងចំណូលចិត្តរបស់ខ្ញុំបាទជាពិសេសការងារធ្វើម្ហូបនេះនិយាយបានថាគឺចូលចិត្តហើយជាមួយនឹងពុកម៉ែបងប្អូនខ្លះគាត់ស្គាល់ខ្ញុំហើយបាទខ្ញុំគឺជាអ្នកលក់ឡានបាទមួយរូបផងដែរបាទតែដោយសារតែថ្ងៃនេះកាតព្វកិច្ចត្រូវតែមកជួយការងារប្រពន្ធគឺឆ្លៀតទៅជួយការងារប្រពន្ធឲ្យហើយបាទគាត់ទទួលទានបាយហើយអស់ងាយញ៉ាំថ្នាំពុកម៉ែបងប្អូនអរគ្នាអូខេឥឡូវយើងធ្វើការបាទចាក់ទឹកពីមួយទៅមួយបាទបងប្អូនឃើញហើយដៃជើងញាប់ឆ្មាញ់នេះបាទនិយាយជារួមទៅខ្ញុំចូលចិត្តបាទចូលចិត្តបែបហ្នឹងហើយពុកម៉ែបងប្អូនខ្លះបាទក៏គាត់ថាពឹស្ដាយបាទលក់ដល់ឡានហើយមិនក៏មកមិនរកកូនកបិតដាក់មួយទៅមិនរកអ្នកមេផ្ទះដាក់មួយទៅបាទដោយសារតែខ្ញុំពិបាកមែនទែនបាទអូខេឥឡូវយើងលាងចានហើយឥឡូវយើងមើលសម្លរបស់យើងបងប្អូនអរគ្នាបាទសម្លយើងក៏ចាប់ផ្ដើមពុះហើយបាទពុះហើយចង់ឆ្អិនបាទឆ្អិន 90% ហើយអញ្ចឹងយើងកូរត្រឡប់ឲ្យបាទបន្លែហ្នឹងលើទៅក្រោមមកលើវិញរួចហើយយើងធ្វើការភ្លក់បាទរសជាតិមើលថាតើវាខ្វះអីពុកម៉ែបងប្អូនអរគ្នានិយាយជារួមទៅសម្លខ្ញុំធ្វើខ្ញុំកំរថែមគ្រឿង2 ដងគឺខ្ញុំដាក់តែម្ដងហើយគឺហើយតែម្ដងបាទខ្ញុំអត់ដែលដាក់2 ដងទេបាទដោយសារអីទម្លាប់របស់ខ្ញុំគឺខ្ញុំដឹងអំពីបរិមាណបាទនៃការធ្វើបើថាកម្រិតនៃការធ្វើបាទយើងដឹងឥឡូវនេះកូនយំទៀតបងប្អូនអរគ្នាបាទស្លបាទបន្ថយភ្លើងរត់ទៅមើលកូនទៅពុកម៉ែបងប្អូនហើយមើលគាត់យំហើយឃើញផ្ទះខ្ញុំញ៉ៃនេះពុកម៉ែបងប្អូនគាត់ទាញតម្លាក់បាទក្មេងកំពុងពេញលពឹសឥឡូវគាត់យំខ្លាំងមែនទែនបងប្អូនឃើញគួរអាណិតមែនទែនបាទស្លផងរត់ទៅមើលកូនប្រពន្ធគាត់ងើបអត់រួចទេគាត់អត់ស្រួលខ្លួនឥឡូវនេះគឺខ្ញុំយកគាត់ទៅងូតទឹកបាទសម្អាតខ្លួនហើយយើងចុះទៅញ៉ាំបាយទាំងអស់គ្នាថាស្លយើងឆ្អិនហើយអូខេឥឡូវយើងបានសម្អាតបាទខ្លួនជូនគាត់ហើយយើងពោគាត់ចុះមកក្រោមដើម្បីទៅបាទទទួលទានអាហារជុំគ្នាអញ្ចឹងណាហ្នឹងហើយឥឡូវនេះនិយាយជ្រុំនេះជាការងាររបស់ពួកខ្ញុំហើយជាការងារខ្ញុំដែលខ្ញុំឆ្លាញ់ខ្ញុំពេញចិត្តលើស្លយើងមកថែមភ្លើងមកស្ទុះទៀតទៅបាទថែមមកពុះទៀតគឺអូខេប៉ុណ្ណឹងយើងនឹងថាអូស្លយើងបានបាទបន្លែយើងរលួយឆ្អិនហើយអូខេឥឡូវយើងបានដួសដាក់ចានហើយបានស្លមួយចានឆ្ងាញ់មែនទែនអរគុណបងប្អូនអរគ្នាដែលបានតាមដានវីដេអូពីដើមដល់ចប់អរគុណបាយបាយ